អស់កាលដ៏យូរលង់ណាស់មកហើយមាននគរមួយដែលព្រះរាជានគរនោះមិនមានបុត្រនឹងគេឡើយថ្ងៃមួយទ្រង់បានចេញព្រះរាជប្រកាសថាអ្នកណាអាចដាំផ្កាបានស្រស់ស្អាតជាងគេបំផុតនឹងក្លាយជាអ្នកស្នងរាជបន្តពីយើងមនុស្សម្នាមកពីគ្រប់ទិសទីនៃអាណាចក្រនោះបានមកទទួលគ្រាប់ពូជពីស្ដេចផ្ទាល់មានបុរសម្នាក់ឈ្មោះឈិនក៏បានដាំគ្រាប់ពូជដែលស្ដេចប្រទានផងដែររយៈពេល1ឆ្នាំបានកន្លងផុតមនុស្សបានកាន់ផើងផ្ការបស់ខ្លួនទៅកាន់រាជវាំងស្ដេចបានទតមើលផើងផ្កាទាំងអស់ពេលដែលព្រះអង្គបានឃើញឈិនកាន់ផើងដែលមិនមានផ្កាមកថ្វាយទ្រង់ក៏ត្រាស់សួរថាហេតុអ្វីបានជាឯងយកផើងទទេមកអញ្ចឹងឈិនទូលថ្វាយទាំងអស់សង្ឃឹមថាទូលបង្គំបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដាំគ្រាប់ពូជនេះតែទោះជាយ៉ាងណាក៏ដោយគ្រាប់ពូជនេះមិនដុះទាល់តែសោះលើដូច្នេះស្ដេចញញឹមនិងមានបន្ទូលថាគ្រាប់ពូជដែលយើងប្រទានឲ្យអ្នកទាំងអស់គ្នាសុទ្ធតែត្រូវបានស្ងោរឲ្យឆ្អិនដូច្នេះអ្នកទាំងអស់គ្នាមិនអាចដាំវាឲ្យដុះបានឡើយមានតែកំឡោះម្នាក់នេះទេដែលស្មោះត្រង់ដូច្នេះហើយមានតែគេទេដែលអាចស្នងរាជរបស់យើងបានប៉ុន្តែមានតែការប្រកាន់ភ្ជាប់នៅភាពស្មោះត្រង់ប៉ុណ្ណោះទេដែលអាចធ្វើឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលអ្នកដទៃគោរពស្រឡាញ់និងទុកចិត្តបាន